ដំបូងសូមលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាបងប្អូនមួយចំនួនដែលមានបញ្ហាទាក់ទងនឹងបច្ចេកទេសនានាបងប្អូនអាចតាមដានវីដេអូរបស់ខ្ញុំបានហើយនេះដែរខ្ញុំមានវីដេអូមួយទៀតទាក់ទងទៅនឹងកាមេរ៉ាបាទបងប្អូនមួយចំនួនពេលដែលប្រើប្រាស់ទូរស័ព្ទប្រភេទ Android គឺតែងតែ download កម្មវិធី scan ផ្សេងៗដើម្បីយកមក scan ឯកសារហ្នឹងឲ្យវាមានភាពរឹតតែច្បាស់ប៉ុន្តែនៅទីនេះដែរយើងមានមធ្យោបាយមួយទៀតក្នុងការបោះកាមេរ៉ាមក scan តែម្ដងដោយមិនចាំបាច់ទៅរកកម្មវិធីផ្សេងដើម្បីមក scan ទេបាទអញ្ចឹងជាដំបូងគឺយើងរំកិលនៅខាងក្រោមហ្នឹងបាទរំកិលនៅខាងក្រោមហ្នឹងរកពាក្យថាមកឬក៏ពាក្យនៅក្នុងភាសាខ្មែរយើងហៅថាច្រើនទៀតបាទនៅទីនេះគឺមានទូនាទីជាច្រើនបងប្អូនទាំងអស់គ្នាអាចសាកល្បងប្រើប្រាស់វាបានប៉ុន្តែរឿងមួយដែលខ្ញុំចង់នាំឲ្យបងប្អូនទាំងអស់គ្នាប្រើប្រាស់ហ្នឹងគឺហៅថា document scanner ឬក៏ភាសាខ្មែរប្រើថា scan ឬក៏ថតឯកសារអញ្ចឹងណាភាសាខ្មែរយើងអញ្ចឹងជួនជាចៃដន្យបងប្អូនរោគតាក់ទងទៅនឹងការពាក្យថាឯកសារ scan ឯកសារហ្នឹងទៅតែជាភាសាអង់គ្លេសគឺ doc scanner បាទអញ្ចឹងងាយស្រួលទេបងប្អូនទាំងអស់គ្នាគាត់ចុចលើហ្នឹងមកបាទហើយយើងអាចយកឯកសារអីមួយបាទខ្ញុំរកមើលបាទกระดาษអីមួយចុះឬក៏ដបថ្នាំដបសាប៊ូចេះបាទយើងថតវាមកបាទវាកំណត់គេមកយើងច្បាស់តែម្ដងអញ្ចឹងកំណត់គេមកយើងច្បាស់បញ្ជាក់ផងដែរពេលខ្លះកុំទូរស័ព្ទខ្លះហ្នឹងគឺវាបានរៀបចំនៅប្រព័ន្ធ AI នៅក្នុងនឹងស្រេចអញ្ចឹងវាងាយស្រួលមែនទែននៅពេលដែលយើង scan ធ្វើឲ្យរូបភាពមកគឺច្បាស់ល្អតាក់ទងទៅនឹងអក្សរគឺឃើញច្បាស់ដិតបាទអញ្ចឹងនៅទីនេះយើងអាចតម្រូវពណ៌បានថែមទៀតបាទអញ្ចឹង color ឬក៏ដាក់ពណ៌ធម្មជាតិរបស់វាមកឬក៏ original ហ្នឹងគឺពណ៌ធម្មជាតិបាទពណ៌ធម្មជាតិគឺរាងស្រអាប់ប៉ុន្តែនៅពេលដែលចុចថា color គឺពណ៌រាងច្បាស់ល្អបាទឬក៏យើងអាចចុចថាB&W បាទគឺ B&W អក្សរកាត់ black and white ហ្នឹងណាបាទគឺពណ៌សនិងពណ៌ខ្មៅបាទគឺអត្ថបទខ្លះយើងដាក់ជាពណ៌សនិងពណ៌ខ្មៅហ្នឹងទៅវានាំឲ្យរឹតតែច្បាស់ល្អបាទ gray scale គឺរាងពណ៌ប្រផេះបាទពីពណ៌ប្រផេះណាខ្មៅប្រផេះហើយ save ink បាទន័យថាសន្សំសំចៃទឹកថ្នាំអញ្ចឹងវាចេញអក្សរហើយនឹងពណ៌ដែលរៀងសើមិនដិតខ្លាំងអញ្ចឹងណាធ្វើឲ្យបើសិនជាយើងយកទៅប្រើប្រាស់ក្នុងម៉ាស៊ីន print ម៉ាស៊ីនអីហ្នឹងគឺត្រូវសន្សំសំចៃទឹកថ្នាំបាទអាហ្នឹងគឺប្រើប្រាស់ទៅតាមគោលបំណងរបស់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងវីដេអូប៉ុណ្ណឹងគឺងាយស្រួលជួយដល់បងប្អូនទាំងអស់គ្នាក្នុងការសម្រេចការងារឲ្យបានលឿនក៏ដូចជាមានសោភ័ណភាពបាទអញ្ចឹងអស់ហើយមានប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយទៀតសូមជម្រាបលា